សូមមហាកុសលដែលបានដំកល់ទុកក្នុងចិត្តហើយសូមជួយរុញច្រានឆាប់បានដល់ត្រើយកុំបីខានឡើយដោយក្តីប្រាថ្នាសូមឧទ្ទិសផលគោរពជូនដល់មេត្តាបិតាដល់ញាតិសន្តានក្នុងវដ្តសង្សារទាំងគ្រូអាចារ្យឧបជាទាំងឡាយទោះរស់ជុំញាតិឬស្លាប់បែកឃ្លាតចាប់ជាតិចិត្តឆ្ងាយសូមបានអាហារបរិក្ខារទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបានធ្វើទាំងប៉ុន្មានឧទ្ទិសជូនដល់សូមឲ្យបានសុខផុតទុក្ខកង្វល់លុះបានមគ្គផលដល់ព្រះនិព្វានសូមនមស្ការថ្វាយបង្គំនិងសូមចម្រើនពរញាតិញោមសាជាថ្មីម្ដងទៀតថ្ងៃនេះយើងនឹងមកសិក្សានៅមេរៀនព្រះធម៌គឺធម៌សម្រាប់ជូនពរឬប្រសិទ្ធិពរពេលដែលជូនបុណ្យកុសលទៅនរណាម្នាក់ឬក៏ឧទ្ទិសផលដល់សពសត្វទាំងអស់ចឹងទេសូមចម្រើនពរនឹងអញ្ជើញសិក្សាឲ្យបានគ្រប់គ្នាអញ្ចឹងយើងធម៌នេះគឺជាធម៌កាបធម៌កាបគឺញោមញាតិស្រីប្រុសទាំងអស់ក៏បីទទួលជ្រាបថាគឺជាការតែងនិពន្ធឡើងសម្រាប់ឲ្យញោមញាតិក៏ដូចជាកូនចៅប្រុសស្រីទាំងអស់បានស្វាធ្យាយហើយរលឹកនឹកដល់គុណមេត្តាបិតាឬក៏គ្រូឧបជាយាចារបស់យើងដែលបានធ្វើមកលើយើងគ្រប់គ្នាអញ្ចឹងសូមចាប់ផ្ដើមទាំងអស់នេះយើងអានថាសូមមហាកុសលសូមមហាកុសលសូមមហាកុសលដែលបានតម្កល់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 ទុកក្នុងចិត្តហើយ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 សូមជួយរុញច្រាន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 ឆាប់បានដល់ត្រើយ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 កុំបីខានឡើយកុំបីខានឡើយកុំបីខានឡើយដូចក្តីប្រាថ្នាដូចក្តីប្រាថ្នាដូចក្តីប្រាថ្នាសូមឧទ្ទិសផល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 គោរពជូនដល់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 មេត្តាបិតាមេត្តាបិតាមេត្តាបិតាដល់ញាតិសន្តានដល់ញាតិសន្តានដល់ញាតិសន្តានក្នុងវដ្តសង្សារក្នុងវដ្តសង្សារក្នុង
វត្តដាក់សង្សារទាំងគ្រូអាចារ្យ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 ឧបជាទាំងឡាយ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 ទាំងគ្រូអាចារ្យឧបជាទាំងឡាយតទៅទៀតទោះរស់ជុំញាតិ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 ឬស្លាប់បែកឃ្លាត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 ចាប់ជាតិជិតឆ្ងាយ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 សូមបានអាហារ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 បរិក្ខារទាំងឡាយបរិក្ខារទាំងឡាយសូមបានអាហារបរិក្ខារទាំងឡាយសូមបានអាហារបរិក្ខារទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលរីករាយសប្បាយ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 នឹងបុណ្យកុសលនឹងបុណ្យកុសលរីករាយសប្បាយនឹងបុណ្យកុសលរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបាន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 ធ្វើទាំងប៉ុន្មានធ្វើ
ធ្វើទាំងប៉ុន្មានធ្វើទាំងប៉ុន្មានធ្វើទាំងប៉ុន្មានឧទ្ទិសជូនដល់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 សូមឲ្យបានសុខ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 ផុតទុក្ខកង្វល់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 លុះបានមគ្គផល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 ដល់ព្រះនិព្វានង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 ចាប់ដើមម្ដងទៀតសូមមហាកុសលដែលបានតម្កល់ទុកក្នុងចិត្តហើយសូមជួយរុញច្រានឆាប់បានដល់ត្រើយកុំបីខានឡើយដោយក្តីប្រាថ្នាសូមឧទ្ទិសផលគោរពជូនដល់មាតាបិតាដល់ញាតិសន្តានក្នុងវដ្តសង្សារទាំងគ្រូអាចារ្យឧបជាទាំងឡាយទោះរស់ជុំញាតិឬស្លាប់បែកឃ្លាតចាប់ជាតិចិត្តឆ្ងាយសូមបានអាហារបរិក្ខារទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបានធ្វើទាំងប៉ុន្មានឧទ្ទិសជូនដល់សូមឲ្យបានសុខផុតទុក្ខកង្វល់លុះបានមគ្គផលដល់ព្រះនិព្វានងម្ដងទៀតសូមមហាកុសលដែលបានតម្កល់ទុកក្នុងចិត្តហើយសូមជួយរុញច្រានឆាប់បានដល់ត្រើយកុំបីខានឡើយដោយក្តីប្រាថ្នាសូមឧទ្ទិសផលគោរពជូនដល់មាតាបិតាដល់ញាតិសន្តានក្នុងវដ្តសង្សារទាំងគ្រូអាចារ្យឧបជាទាំងឡាយទោះរស់ជុំញាតិឬស្លាប់បែកឃ្លាតចាប់ជាតិចិត្តឆ្ងាយសូមបានអាហារបរិក្ខារទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបានធ្វើទាំងប៉ុន្មាន
ឧទ្ទិសជូនដល់សូមឲ្យបានសុខផុតទុក្ខកង្វល់លុះបានមគ្គផលដល់ព្រះនិព្វានងលើយើងសូត្រវិញសូមមហាកុសលដែលបានដំកល់ទុកក្នុងចិត្តហើយសូមជួយរុញច្រានឆាប់បានដល់ត្រើយកុំបីខានឡើយដោយក្តីប្រាថ្នាសូមឧទ្ទិសផលគោរពជូនដល់មេដាបៃតាដល់ញាតិសន្តានក្នុងវដ្តសង្សារទាំងគ្រូអាចារ្យឧបជាទាំងឡាយទោះរស់ជុំញាតិឬស្លាប់បែកឃ្លាតចាប់ជាតិចិត្តឆ្ងាយសូមបានអាហារបរិខាទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបានធ្វើទាំងប៉ុន្មានឧទ្ទិសជូនដល់សូមឲ្យបានសុខផុតទុក្ខកង្វល់លុះបានមគ្គផលដល់ព្រះនិព្វានងចឹងគឺធម៌អធិដ្ឋានឬក៏ធម៌ទិសមគ្គផលដល់សពសត្វដែលបានបែកកាយរំលាយខន្ធទៅកាន់បរិលោកហ្នឹងគឺមានប្រមាណប៉ុណ្ណឹងសង្ឃឹមថាញាតិញោមនឹងសិក្សាយកទៅស្ដាប់ជាប្រកដីជារឿយៗដើម្បីកើននៅសតិបញ្ញាក្នុងការចេះចាំបងព្រោះអ្នកដែលសិក្សាធម៌ឬក៏អ្នកដែលរក្សាធម៌គឺធម៌រមែងត្រូវត្រង់ឬក៏រក្សាបុគ្គលនោះចឹងហើយសង្ឃឹមថាញោមញាតិចិត្តឆ្ងាយទាំងអស់នឹងបានសិក្សារៀនសូត្រដោយការយកចិត្តទុកដាក់និងស្ដាប់ជារឿយៗហើយម្យ៉ាងទៀតក៏សូមអរគុណដល់ញោមញាតិឆ្ងាយចិត្តក្តីដែលបានស្គាល់ឬក៏មិនស្គាល់ក្តីបងតែច្រើនគឺញាតិញោមស្គាល់តាមរយៈការសិក្សាមេរៀនពធនេះអរគុណញោមដែលបានផ្ញើប្រាក់សម្រាប់ធ្វើជាធម្មទានក្នុងនោះមានញោមដែលមាន account ធនាគារឈ្មោះជឹមវណ្ណាបងចែមនឹងជឹមបងដែលជាប្រកដីតែងតែផ្ញើប្រាក់មកជារឿយៗបងនេះក្នុងខែមុននេះខែកុម្ភៈយើងកន្លងទៅនេះគឺញោមបានផ្ញើប្រហែលជា 50000 មកទៀតបងចឹងក៏អរគុណបងអរគុណញោមក៏ដូចជាសប្បុរសជនផ្សេងទៀតបងដែលមិនទាន់បានចូលរួមក៏អាចចូលរួមតាមសេចក្តីជ្រះថ្លានៅក្នុងប្រព័ន្ធគណនីធនាគារដែលអាត្មាដាក់នៅខាងក្រោមនៃវីដេអូឬក៏ដាក់នៅក្នុង description បងចឹងខ្ញុំមានសេចក្តីជ្រះថ្លាតិចក្តីច្រើនក្តី 1000 2000 5000 10000 20000ក៏ទៅតាមការជ្រះថ្លារបស់ញោមញាតិគ្រប់គ្នានិងអរគុណព្រោះជូនបុណ្យជូនកុសលញោមញាតិទាំងអស់ដែលបានចំណាយពេលវេលាក្នុងការសិក្សាមេរៀនពធក៏ដូចជាស្ដាប់នៅការចែកម្លែកនៅពធដែលខ្ញុំកណាអាត្មាបានរៀបចំចាត់ចែងមកដែលច្រើនវីដេអូកន្លងមកនេះអរគុណព្រោះសូមជូនបុណ្យជូនកុសលសូមទទួលបាននៅសេចក្តីសុខគ្រប់ប្រការសូមអនុមោទនា